ណៃមែអញគិតថាណាការលុកលុយចូលទៅក្នុងសុបិនអ្នកតីវាល្អខ្លាំងណាស់តែមែនទេបើសិនជាឯងដឹងខ្លួនឯងសុំចាក់ចេញពីសុបិនរបស់ Fujimisa ភ្លាមទៅបើសិនជាមិនចង់ឲ្យឈឺសាច់តន់ណៃមែណាគឺមិនមែនគឺជាប្រភពនៃសុបិនរបស់មនុស្សនោះទេមនុស្សនោះគឺជាអ្នកធ្វើឲ្យសុបិនរបស់ខ្លួនឯងកាត់ឡើងទៅខ្លួនឯងចឹងហើយមិនអាចបន្តអ្នកណាបាននោះទេយើងគឺជាបុគ្គលដ៏អស្ចារ្យបំផុតគ្មានអ្នកណាអាចមកឈប់យើងបានទេអើចុយហេតុអីបានជាខ្ញុំធ្វើមិនបានចឹងជួយអាបកាចមានរឿងអីចោលប្លន់មែនឬមួយកែងសបានអាក្រក់ទៀតហើយនៅពេលហ្នឹងអាសបានអាក្រក់វាមកជុំទៀតអារឿងមួយផ្សេងទៀតហ្នឹងវាអាក្រក់ជាងសបាននេះណាកលេចមកកាន់សារព័ត៌មាននេះវិញគឺកំពុងតែចុះផ្សាយពីការដួលរលំនៃស្នាក់ការប៉ូលីសថាវាបំផ្ទុះនៅដែលមានមូលហេតុសម្បីតែកាមេរ៉ាក៏មិនអាចរកឃើញបានដែរហើយសវណ្ណគឺពិតជាឆ្ងល់ជាមួយនឹងសារ៉ូខ្លាំងមែនតើតាមមូលហេតុដែលពាក់ព័ន្ធទៅនឹងស្ថានភាពដែលយ៉ាប់យ៉ឺនបែបនេះហើយណាអបិសេរ៉ូណគឺនៅតែអាចផឹកតែបានដែលធម្មតាទៀតដែលវាគឺគ្រាន់តែគឺជាគ្រឿងយន្តប៉ុណ្ណោះត្រូវការប្រើឥន្ធនៈក៏ប៉ុន្តែនៅក្នុងការលំហែកាយរបស់គ្រឿងយន្តក៏អាចដូចជាមនុស្សម្នាដូចជាគេឯងដែរតើមានពេលផឹកតែដូចតែគ្នាអញ្ចឹងក៏ប៉ុន្តែបេសកកម្មគឺត្រូវជាធ្វើដាច់ខាតមួយវិញទៀតនោះទីសោតដូចគឺជាសវណ្ណគឺបាននិយាយអញ្ចឹងណៃមែនដែលជ្រៀតចូលក្នុងជីវិតសវណ្ណក៏អាចជ្រៀតចូលទៅក្នុងជីវិតពិតផងដែរដោយនៅពេលណាដែលវារកឃើញនៅទ្វារចិត្តរបស់មនុស្សដែលធ្វើការសបិនហើយនោះវានឹងគ្រប់គ្រងស្ថានភាពនៅក្នុងសបិនផងហើយព្រមទាំងនៅក្នុងជីវិតពិតផងដែររឿងមួយដែលសេរ៉ូគឺប្រកាសចិត្តបំផុតគឺមានតែសេតស៊ូប៉ុណ្ណោះទើបអាចជ្រៀតចូលទៅក្នុងសបិនអ្នកអតីហើយអាចលុបបំបាត់នៅអ្វីៗគ្រប់យ៉ាងបានក្នុងរឿងក្តីមួយនោះលោកហ្វឺជាមានគឺបានស្នើទៅកាន់ទីស្នាក់ការប៉ូលីសដែលគឺជាមេរបស់ខ្លួនក៏ប៉ុន្តែមេរបស់ខ្លួនគឺបានបដិសេធយ៉ាងដាច់អហង្ការគាត់គឺជាសុខាសាដែលហេតុថារឿងមួយនេះគឺមិនសមហេតុផលនោះទេគាត់គឺនឹងមានបំរងបញ្ឈប់នៅការងាររបស់លោក Fujimi ព្រោះថាការប៉ាន់ស្មានរបស់គាត់គឺមិនសមហេតុផលគ្មានសុបិនណាដែលមកលុកលុយនៅក្នុងជីវិតពិតបាននោះទេវាគ្រាន់តែគឺជាសុបិនប៉ុណ្ណោះហើយការស៊ើបអង្កេតរបស់លោក Fujimi ក៏វានៅតែគឺជាការមិនសមហេតុផលទេផងរវាងសុបិនហើយនឹងជីវិតពិតវាមិនពាក់ព័ន្ធនឹងគ្នាទេវាគ្មានអីពាក់ព័ន្ធនឹងគ្នាសោះហើយបើសិនជាឯងចង់គិតបែកតែម្នាក់ឯងក៏គិតបន្តទៀតទៅឆុយម៉ែអញនិយាយប្រាប់គេប៉ុណ្្នឹងឯងគេនឹងជឿអញទៀតដែរកន្លែងមកមើល Seven andវិញក៏កំពុងតែស្ទុះស្ទែរក Fujimi-san ក៏ប៉ុន្តែទីស្នាក់ការប៉ូលីសគឺត្រូវបានបិទទៅហើយមួយវិញទៀតរឿងសង្វាក់របស់ប៉ូលីសគឺមិនអាចបើកបង្ហាញបានក៏ប៉ុន្តែ Seven គឺមានការបន្តរក Fujimi-san ជាបន្ទាន់ចុងក្រោយគាត់ក៏រត់យ៉ាងលឿនត្រឡប់ទៅផ្ទះវិញរួចក៏ដេកនឹកសម័យពីពាក្យសម្ដីរបស់ Fujimi-san គាត់បាននិយាយដេកមិនទាន់បានកន្លះម៉ោងស្រួលពុះក្នុងគាត់ក៏ដេករក់ខ្លាំងមែនតើហើយក៏ចូលទៅដល់សុបិន Fujimi-san គឺកំពុងតែចាត់ចែងរឿងសន្តិសុខហើយនឹងគ្រោះថ្នាក់រឿងការរំទុះមួយនោះក៏ប្រទះជួបជាមួយនឹង Seven ហើយគាត់គឺពិតជាខឹងជាមួយនឹង Seven ខ្លាំងមែនតើថា Seven គឺជាអក្រិតជនក៏ប៉ុន្តែប្រាប់ខ្ញុំភ្លាមមកថាហេតុអ្វីបានជាអ្នកមានគោលបំណងក្នុងសម្បត្តិថាបំផ្ទុះនៅអ្វីៗគ្រប់យ៉ាងអញ្ចឹងឯងនិយាយអ្វីយើងគឺជាប៉ូលីសដែលសែនល្អបំផុតយើងគ្មានហេតុផលអ្វីដែលត្រូវធ្វើបែបហ្នឹងនោះទេសូមឯងដេកនៅក្នុងគុកឲ្យបានសុខចុះ Seven គាត់គឺចាំថានេះគ្រាន់តែគឺជាសុបិនប៉ុណ្ណោះក៏ប៉ុន្តែអ្នកម្ចាស់គឺបាននិយាយថា Fujimi-chan គឺជាប៉ូលីសដ៏សែនល្អខ្លាំងមែនតើគាត់គ្មានមូលហេតុអ្វីដែលបំផ្ទុះហើយធ្វើទៅគឺជាអក្រិតជនដូចគឺជា Seven តែក៏ព្រោះថាករណី Flag Cat គឺនៅតែស៊ើបអង្កេតដដែលសូម Seven ស្នាក់នៅក្នុងគុកឲ្យបានសុខទៅចុះរងចាំការស៊ើបអង្កេតបន្ទាប់មកនៅពេលដែល Seven ស្អាតSeven គឺនឹងចេញពីគុកនោះបានឆាប់ជាមិនខាននោះទេហេតុអីបានជាមនុស្សគ្រប់គ្នាមិនជឿនឹងគាត់អញ្ចឹងគាត់គឺធ្វើគ្រប់យ៉ាងដើម្បីជួយសង្គ្រោះនៅសុបិនរបស់លោកប៉ូលីស Fujimi ទេព្រោះថាកាលណាដែលគាត់រកឃើញនៅទ្វារចិត្តទី3របស់លោកប៉ូលីស Fujimi គាត់គឺមិនធាក់ទៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់នោះទេបើលោកនិយាយបែបនេះហើយខ្ញុំគឺនឹងធ្វើតាមលោកក៏ព្រោះថា Fujimi គឺជានិមិត្តរូបរបស់ខ្ញុំបើគេនិយាយធម្មតាអត់ចង់ទេតោះតែគេសុំវល់បានព្រមហើយនេះគឺបានធ្វើរឿងបែបនេះគឺដូចជាជួយសង្គ្រោះនៅប្រជាពលរដ្ឋដែលក្រោមការគ្រប់គ្រងរបស់នាងអញ្ចឹងក្នុងនាមខ្ញុំគឺជា Seven ខ្ញុំគឺមិននឹកស្មានថាថ្ងៃនេះកញ្ញាអ្នកមកចាន់គឺពិតជានិយាយបានត្រូវមួយថ្ងៃហ្នឹងសោះថ្ងៃស្អែកនឹងភ្លាវមកទៅជ័យយោទីបំផុតខ្ញុំនិយាយត្រូវម្ដងហើយក្នុងនាមគឺជា agent ការបន្លងខ្លួនរត់ចេញពីគុកវាគឺមិនមែនគឺជារឿង
តែអ្វីដែលគឺជារឿងដ៏ពិបាកទៀតនោះគឺស្វែងរកនៃទ្វារទី3ដែលគឺជាទ្វារចិត្តរបស់មនុស្សដែលនៅក្នុងសបិននឹងឯងវាគឺពិបាកជាងរកមកចូលក្នុងបាតសមុទ្រទៅទៀតមូលហេតុនៃសបិនរបស់ Fujisan គឺជាការបន្ទោសនៅពេលដែលសបិនកលែងទៅមើលទ្វារទី3នោះក៏មានរឿងដែលគួរមិននឹកស្មានដល់ទៅហើយមិនចាំយូរណាស់ទេនោះគាត់ក៏រត់យ៉ាងលឿនទៅខាត់ Fujisan ហើយ Fujisan ក៏បាននិយាយនៅពេលមួយឃ្លាថាអ្វីៗគ្រប់យ៉ាងគឺស្ថិតនៅក្រោមដៃរបស់គាត់ទាំងអស់ដែលគាត់គឺបាត់បង់សតិបាត់ទៅហើយអ្វីៗគ្រប់យ៉ាងគឺត្រូវតែកុំតិចឲ្យអស់គ្មានសល់សំបីតែបន្តិចទោះបីជា Seven ខំដា Fujisan យ៉ាងណាក៏ដោយក៏គ្មានអ្វីដែលផ្លាស់ប្ដូរបានផងដែរសុបិនគឺនៅតែគឺជាសុបិនហើយ Fujisan គឺនៅតែFujisan ចុងក្រោយទីស្នាក់ការប៉ូលីសគឺនឹងត្រូវបានកំទេចSeven គឺពិតជាមានកំហឹងថាណៃមែនគឺនៅឯណាចំណែកឯគោលដៅរបស់ណៃមែនគឺជាទីស្នាក់ការធំហើយវាគឺនឹងកំទេចគ្រប់យ៉ាងនៅពេលដែលអ្វីៗគ្រប់យ៉ាងគឺត្រូវបានបន្ទោសធ្វើឲ្យទាំងនៅក្នុងសុបិនទាំងនៅខាងក្រៅគឺពិតជាមានភាពចលាចលជាខ្លាំងហើយទ្វារទី3នៃចិត្តក៏បានរបើកពិតមែនតែក្នុងជីវិតពិតតែក្នុងសុបិនគឺមិនអាចកែប្រែបាននោះទេហើយណែមែនក៏បានមកដល់ Fujimi ហើយនឹងណៃមែនក៏បោកបញ្ចូលគ្នាខ្លាចទៅជាមនុស្សទៅមួយហើយសុបិនអាក្រក់គឺនឹងខ្លាចជាការពិតនៅពេលដែល Fujisan គឺបានញាក់ឡើងក្នុងជីវិតពិតណៃមែនក៏មានវត្តមាននៅក្នុងជីវិតពិតផងដែរធ្វើឲ្យមានបាតុភូតដ៏ធំខ្លាំងមែនទែនទូទាំងប្រទេសបាតុភូតមួយនេះបង្កឲ្យទៅជាសុបិនអាក្រក់ជ្រៀតចូលទៅកាន់មនុស្សទាំងអស់ដែលគ្មានឲ្យពួកគេដឹងខ្លួននោះទេបង្កើតចេញជាមេអំបៅទូចធ្វើឲ្យពួកគេធ្លាក់ទៅក្នុងសុបិនអាក្រក់នេះហើយគឺជាអ្វីដែលណុចគឺចង់បាននៅពេលនេះណៃមែនគឺនឹងជ្រៀតចូលនៅសុបិនអាក្រក់របស់មនុស្សគ្រប់គ្នាពិភពលោកនោះគឺនឹងធ្លាក់នៅក្នុងសុបិនមួយនេះរហូតតទៅកើតនៅរឿងបែបនេះហើយវាក៏ជាមូលហេតុមួយដែលធ្វើឲ្យសុបិនញាក់ឡើងពីគេបងដែរក្នុងស្ថានភាពបែបនេះCommando Number 0គាត់ក៏បានជិះម៉ូតូដោយខ្លួនឯងមកដល់ប្រាប់ទៅកាន់ Seven ថាវាគឺជាស្ថានភាពដែលមិនទាន់គាត់គឺមិនមានពេលពិចារណាយន្តទេនឹងជូន Seven ទៅកន្លែងកាត់ឲ្យភ្លាមបើសិនជាមិនដោះស្រាយជាមួយនឹងណៃមែឆាប់ទេពិភពលោកគឺនឹងត្រូវចាប់ជាម្ខានហើយ Seven គឺកំពុងតែលើមិនទាន់ដឹងខ្យល់អីផងក៏ទៅវាយគ្នាទេបន្ទាប់ពីដល់ទីស្នាក់ការប៉ូលីសSeven ក៏សួរទៅកាន់ណៃមែថាតើវាគឺបានធ្វើអ្វីចំពោះលោកប៉ូលីស Fujimi ខ្លះឯងនិយាយអញ្ចឹងចង់មានន័យថាមិននេះក្រែងជាគោលបំណងដែលម្ចាស់ខ្លួនគឺចង់បានតាប៉ូលីសគឺតែងតែធ្វើខ្លួនប្រាចារចេញពីភារកិច្ចរបស់ខ្លួនខ្ញុំគ្រាន់តែបំពេញបំណងគាត់ដែលធ្វើឲ្យគាត់ធ្លាក់ចូលទៅក្នុងសុបិនអាក្រក់ប៉ុណ្ណោះតើវាខុសអីទៅវាគឺជាការចង់បានរបស់គាត់ខុសហើយអូនការចង់បានរបស់គាត់គឺមិនចឹងទេគាត់គឺជាប៉ូលីសល្អញើសឈាមរបស់គាត់គ្រប់យ៉ាងគឺធ្វើដើម្បីបំពេញនៅកាតព្វកិច្ចរបស់គាត់ទៅស័ក្តិសមជាប៉ូលីសល្អបំផុតគាត់មិនមានបញ្ហាអីដែលធ្វើបែបនេះនោះទេណៃមែនក៏មិនមានសិទ្ធិរស់នៅក្នុងពិភពលោកនេះផងដែរគឺត្រូវតែកម្ចាត់ចោលតែដាច់ខាតអូអញ្ចឹងតែមែនទេឯងគិតថានេះវាគឺជាសុបិនតែមែនទេនោះគឺមិនមែនទេវាគឺជាពិភពបណ្ណាអូនអបសវណ្ណៈវិភាគ1រហូតដល់ភាគនេះមកគឺសាច់កម្មជាមួយនឹងតាពួកណៃមែនហ្នឹងទេវាយដំច្រំថាសវណ្ណៈរកតែអាគាត់នឹងគឺប្រែកាយមិនបានសំបែតែម្ដងនោះទេថែមទាំងបោះពាក្យទៅកាន់សវណ្ណទៀតផងថ្ងៃនេះគឺជាថ្ងៃបញ្ចប់របស់សវណ្ណហើយវាគឺនឹងបញ្ចប់កិច្ចការឲ្យបានឆាប់ការតែអាចធ្វើបានហើយនឹងក៏តិចគ្រប់យ៉ាងក៏ប៉ុន្តែបើសិនជាមានយើងគឺនឹងត្រូវគ្មានឯង Stop the Bomber បេសកកម្មគឺនឹងត្រូវតែបំពេញទម្រង់ Kamen Rider Setsuno ក៏លេចឡើងម្ដងទៀតនៅពេលនេះនៅក្នុងជីវិតពិតវាមិនខុសគ្នានៅក្នុងពិភពសុបិនប្រហែលនោះទេទីបំផុតSeven ក៏ធ្វើឲ្យណៃមែស្តុបបំបានខាងបានសម្រេចហើយវាក៏បានបោះពាក្យទៅកាន់ Seven ថាគឺរាងកាយរបស់វាគឺជាគ្រប់បែបទាំងអស់ចាំមើលថា Seven គឺអាចកំទេចវាបានដោយរបៀបណាក៏ប៉ុន្តែអញនឹងចាំមើលថាអញកំទេចឯងម្ដងបន្តិចក្នុងនាមគឺជា agent អ្វីដែលត្រូវរៀនដំណងគេគឺការដោះគ្រាប់បែកនឹងឯងប្រើនៅ form transform បត់បែននៅរាងកាយរបស់ខ្លួនតាមចិត្តរបស់ខ្លួនចង់វាយវាយ៉ាងដំណំបន្ទាប់ពីវាគិតថាវាគឺអាចឈ្នះហើយSeven ក៏ដោះគ្រាប់បែកបានសម្រេច
ឥឡូវនេះសូមឯងងាប់ដែលស្ងប់ចិត្តចោះយើងនោះគឺនឹងកំចាត់ឯងជាការបង្ហើយបុណ្យប្រើនៅរាយតាគេនោះអាមួយនោះក៏ត្រូវឯតែបានសម្រេចដីលោកលងលក់ចូលទៅក្នុងសម្បត្តិខ្លាចជាកម្រិតធម្មពលមួយ Mission complete Good morning Fujisan តែខ្ញុំនោះសបិននោះអត់រយៈពេលប្រហែលហើយហេប្រឯងកាត់អីអត់ជួយខ្ញុំមិននឹកស្មានថាមានរឿងកើតឡើងប៉ុណ្ណឹងហើយប្រឯងគឺនៅតែដេកបានចឹងទៀតចុយហើយខ្ញុំមិនដឹងខ្ញុំពងតែដេកហើយមានរឿងអីកើតឡើងចុយហើយសួរអញទៅសួរពីណាខ្ញុំសង្ឃឹមថាការលុបបំបាត់នៅសព្វអាក្រក់របស់ខ្ញុំនោះគឺនឹងអាចជួយមនុស្សបានមួយវិញទៀតខ្ញុំក៏មិនអនុញ្ញាតឲ្យពិភពលោកមួយនេះធ្លាក់ចូលទៅក្នុងស្ថានភាពដុតដណ្ដាបបានដែរចុងបន្សពនៃសាច់រឿងណុចក៏បាននិយាយពាក្យមួយឃ្លាដើម្បីបិទបញ្ចប់នៃសាច់រឿងតើណៃមែនគឺជាអ្វីហេតុអ្វីបានធ្វើឲ្យពិភពលោកមួយនេះគឺមានការច្បុកច្បល់បែបនេះរឿងមួយនេះវាគឺនៅតែគឺជាអត្តកម្បាជានិច្ចក៏ប៉ុន្តែនៅថ្ងៃបន្ទាប់នោះអ្វីក៏អាចថាវាគឺមិនមានអត្តកម្បានោះទេសង្ឃឹមថាអ្វីនោះគឺនឹងបើកកាយនៅពេលនោះ